វីដេអូមួយនេះគឺសម្រាប់ប៉ាម៉ាក់ដែលមានកូននៅអាយុចាប់ពី9ខែទៅ10ខែថាតើកូនអាយុ9ខែទៅ10ខែគាត់ចេះអីខ្លះតើអញ្ចឹងដើម្បីដឹងកាន់តែច្បាស់តើវីដេអូរបស់នេះខ្ញុំទាំងអស់គ្នាកូនអាយុ9ខែតើត្រូវសង្កេតលើចំណុចអ្វីខ្លះនៅពេលដែលកូនអាយុបាន9ខែចំណុចដែលពុកម្ដាយត្រូវតែសង្កេតមើលទី1គេហៅថា gross motor skill គឺជាជំនាញឬក៏សមត្ថភាពដែលកុមារគាត់អាចប្រើប្រាស់នៅចលនាសាច់ដុំធំៗរបស់គាត់បានដូច្នេះនៅពេលអាយុ9ខែគឺគាត់ចេះដាំដូងឬក៏ចេះចតិតគូតដោយនៅក្នុងរូបអញ្ចឹងប្រឹងយកដៃទប់ទៅលើកម្រាលឬក៏លើឥដ្ឋដើម្បីប្រឹងក្រោកឈរឡើងគាត់ចេះដើរដូចសត្វខ្លាឃ្មុំដែលគេហៅថា bear walk បងប្អូនដឹងហើយថាខ្លាឃ្មុំគាត់ដើរយ៉ាងម៉េចគឺដៃទាំងពីររបស់កុមារហ្នឹងគឺហើយនឹងជើងត្រូវតែទៅមុខស្របគ្នាដោយដៃនៅក្នុងរូបអញ្ចឹងចំណុចទី2គេសង្កេតទៅលើ fine motor skill គឺជាជំនាញឬក៏សមត្ថភាពដែលកុមារគាត់ប្រើប្រាស់នៅចលនាសាច់ដុំទូចៗកុមារគាត់មានសមត្ថភាពឬក៏គាត់ចេះកាន់របស់នៅនឹងដៃជាប់សងខាងហើយគាត់អាចយកមកគូសលេងបានដែលគេហៅថា band two thing together ចំណុចទី3គឺតកតងជាមួយនឹង self help សមត្ថភាពដែលកុមារគាត់ចេះជួយខ្លួនឯងបាននៅពេលដែលកូនចូលវ័យអាយុ9ខែវីដេអូមួយនេះគឺ sensitive បានន័យថាវាត្រូវជាមួយនឹងម៉ាក់ដែលបំបើដោះកូនអញ្ចឹងនៅពេលដែលកូនអាយុ9ខែគាត់ចេះខំគាត់ចេះទាញអញ្ចឹងនៅពេលដែលម៉ាក់ដែលបំបើដោះកូនដោយទឹកដោះម្ដាយនៅពេលដែលកូនបានអាយុ9ខែឡើងក្បាលដោះគឺត្រូវកូនខំទាញចង់ដាច់ហើយដូច្នេះនៅពេលដែលកូនរបស់បងប្អូនចេះខំទាញម្ដងដើម្បីឲ្យឈប់តើតែយកគាត់នឹងខ្ទប់នឹងទ្រូងម្ដាយទៅគាត់រៀងថប់ដង្ហើមទៅគាត់ឈប់ទាញយកអាចបង្ខំឲ្យគាត់ប្រឡែងបានទេអញ្ចឹងគឺនៅពេលអាយុ9ខែម៉ាក់ដែលបំបើដោះកូនរៀងឈឺចាប់បន្តិចហើយគាត់អាចចេះទំពាញ៉ាំគុកគីបានដោយខ្លួនឯងចំណុចទី4គឺទៅលើគេថា problem solving គឺកុមារអាចចេះដោះស្រាយបញ្ហាដោយខ្លួនឯងនៅពេលដែលអាយុបាន9ខែកុមារគាត់ចេះតាមសង្កេតមើលរបស់នៅនឹងមុខរបស់គាត់ឬក៏នៅចំហៀងឬក៏នៅចំវិញខ្លួនបានហើយជំនាញមួយទៀតគឺខាងចាប់បោចចាប់ទាញតកតងជាមួយនឹងចំណុចទី5គេថា social and emotional គឺតកតងជាមួយនឹងជំនាញជាមួយនឹងសង្គមហើយនឹងជំនាញក្នុងការប្រើប្រាស់អារម្មណ៍របស់គាត់កុមារអាយុ9ខែគាត់ចេះធ្វើសម្លេងដើម្បីឲ្យយើងនឹងយកចិត្តទុកដាក់គាត់ចាប់ផ្ដើមចេះបញ្ចេញអារម្មណ៍ធុញថប់ជាពិសេសនៅពេលដែលប៉ាម៉ាក់ចេញទៅធ្វើការបាត់ឬក៏ចេញទៅណាផ្លែផ្លែទៅគាត់ចោលនៅផ្ទះជាមួយនឹងម៉ាក់យាយឬក៏បងប្អូនផ្សេងៗទៀតហ្នឹងគឺគាត់តែងតែយំតោងស្អិតអត់ចង់ឲ្យយើងទៅណាទេដែលនេះគឺជាសញ្ញាមួយគេថា separation anxiety ហើយមួយទៀតគឺគាត់ចេះសម្លឹងរមើសម្លេងនៅពេលណាដែលគាត់ឮគាត់នឹងតាមរមើចំណុចទី6ត្រូវចេះសង្កេតលើ receptive languages ជំនាញឬក៏សមត្ថភាពក្នុងការយល់អំពីភាសានិយាយគាត់ស្គាល់ឈ្មោះខ្លួនឯងច្បាស់អាចនឹងស្គាល់ឈ្មោះដល់ឪពុកម្ដាយទៀតហើយនៅពេលដែលគាត់ឮសំឡេងឬកណ្ដឹងឬក៏សំឡេងឡានសំឡេងម៉ូតូគាត់អាចចំណាំបានអញ្ចឹងសំឡេងឡានប៉ាម៉ាក់របស់គាត់ចំណាំនៅពេលដែលឡាននឹងមកដល់ផ្ទះគាត់ដឹងថាឡាននឹងជាឡានប៉ាម៉ាក់របស់គាត់អញ្ចឹងគាត់បញ្ចេញអាកប្បកិរិយាមួយសប្បាយរីករាយឬក៏គាត់បញ្ចេញអារម្មណ៍សប្បាយរីករាយហើយគាត់ចាប់ផ្ដើមរមើចំណុចទី7គេហៅថា expressive languages គឺជំនាញតែកុមារមានសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសានិយាយបានកុមារអាចនិយាយបានមួយម៉ាត់ប៉ុន្តែអត់ទាន់សូវច្បាស់ប្រហែលទេហើយអាចចេះធ្វើត្រាប់តាមបានខ្លះចំណែកកុមារអាយុ10ខែវិញចំណុចដែលពុកម្ដាយត្រូវសង្កេតមើលដូចគ្នាដែរគឺទី1គេថា gross motor skill គឺជំនាញដែលកុមារមានសមត្ថភាពក្នុងការប្រើប្រាស់នៅចលនាសាច់ដុំធំចំណុចទី1គឺគាត់វាបានលឿនហើយគាត់បោះដៃទាំងពីរទៅមុខហើយជង្គង់គឺបិឈរវាទៅមុខស្របជាមួយនឹងដៃដូចនៅក្នុងរូបអញ្ចឹងហើយគាត់ចេះតោងឈរដោយខ្លួនឯងបានមួយទៀតនៅពេលដែលយើងកាន់ដៃគាត់ដើរជាមួយគ្នាគាត់អាចបោះជំហានដើរទៅមុខបានចំណុចទី2គេថា fine motor skill គឺជំនាញដែលកុមារប្រើប្រាស់នៅចលនាសាច់ដុំទូចៗរបស់គាត់កុមារគាត់ចេះចាប់របស់ដែលរាងជា cube បែបដូចនៅក្នុងរូបអញ្ចឹងគាត់អាចចាប់កាន់លេងអាចបង្វិលបានតិចតួចហើយគាត់អាចហើយអាយុបាន10ខែហ្នឹងគាត់ចាប់ផ្ដើមចេះញែកម្រាមដៃគាត់ចេញបានណាអាចញែកមេដៃជាមួយចង្អុលដៃឬក៏ជាមួយនឹងដៃអ៊ីផ្សេងទៀតបានចំណុចទី3គឺ self help ជំនាញក្នុងការជួយខ្លួនឯងនៅពេលដែលគាត់អាយុ10ខែគឺគាត់អាចចេះចាប់កាន់ទាញរបស់មកញ៉ាំដោយខ្លួនឯងបានដូចជាទឹកយើងដាក់នៅក្បែរខ្លួនគឺគាត់អាចទាញយកមកញ៉ាំខ្លួនឯងបានឬក៏ម្ហូបអាហារចំណីភេសជ្ជៈណាផ្សេងៗដែលនៅជួយខ្លួនគាត់អាចឈោងទៅចាប់ហើយកាន់យកមកញ៉ាំខ្លួនឯងបានចំណុចទី4គេថា problem solving គឺជំនាញក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯងកុមារចេះរករបស់ដែលយើងលាក់ទុកហ្នឹងបានប៉ុន្តែពេលខ្លះក៏គាត់រកអត់ទាន់ឃើញដែរហើយក៏ព្យាយាមទៅចាប់របស់ដាក់នៅក្នុងកឡឬក្នុងអីមួយហ្នឹងប៉ុន្តែអត់ទាន់ស្ទាត់ជំនាញទេចំណុចទី5 social emotional គេថាជំនាញសង្គមហើយនឹងអារម្មណ៍របស់គាត់
នៅពេលដែលកុមារអាយុបាន10ខែគាត់ចេះបង្ហាញទឹកមុខឬក៏អារម្មណ៍ភ័យខ្លាចឲ្យយើងដឹងបានហើយនៅពេលដែលយើងហៅគាត់ងាកមកភ្លាមងាកមករកសំឡេងហើយពេលឃើញយើងគឺគាត់សប្បាយចិត្តចំណុចទី6គេថា receptive languages ជំនាញដែលកុមារយល់អំពីភាសានិយាយនៅពេលដែលកុមារអាយុ10ខែគឺគាត់យល់នៅអ្វីដែលយើងលេងជាមួយគាត់យើងនិយាយទៅកាន់គាត់ជាពិសេសគឺយើងលេងបិទពួនគឺគេថាលេង peekaboo អញ្ចឹងនៅពេលដែលយើងលេង peekaboo យើងយកដៃបិទមុខហើយយើងបើកមកវិញគឺគាត់សប្បាយរីករាយសើចគឺគាត់ចេះលើកដៃបាយបាយនៅពេលដែលយើងរៀបចេញទៅណាយើងបាយបាយគាត់ក៏ចេះលើកដៃបាយបាយមកវិញដែរតកតទៅជាមួយនឹងចំណុចទី7គេថា expressive languages ជំនាញដែលកុមារគាត់មានសមត្ថភាពក្នុងការនិយាយភាសាកុមារគាត់អាចនិយាយពាក្យមួយម៉ាត់ច្បាស់ប៉ុន្តែកុមារខ្លះក៏គាត់អាចរំលងជាពាក្យអាចទៅជាប្រយោគពីរចូលគ្នាបានដែរសរុបសេចក្តីឡើងវិញកុមារអាយុបាន9ទៅ10ខែគឺយើងត្រូវគិតទៅលើ gross motor skill គឺជំនាញឬក៏សមត្ថភាពកុមារប្រើប្រាស់ទៅលើចលនាសាច់ដុំធំហើយនឹង fine motor skill គឺជំនាញដែលកុមារប្រើប្រាស់នៅចលនាសាច់ដុំទូច self help គឺសមត្ថភាពកុមារចេះជួយខ្លួនឯង problem solving គឺជាសមត្ថភាពកុមារចេះដោះស្រាយបញ្ហា social and emotional គឺកុមារចេះប្រើប្រាស់នៅអារម្មណ៍ហើយនឹងមានទំនាក់ទំនងជាមួយនឹងសង្គម receptive languages ជាសមត្ថភាពដែលកុមារគាត់យល់អំពីភាសានៅពេលដែលយើងនិយាយទៅកាន់គាត់ expressive languages គឺជាសមត្ថភាពដែលកុមារគាត់ចេះនិយាយភាសានៅពេលដែលយើងនិយាយឆ្លើយឆ្លងទៅកាន់គាត់ដូច្នេះនៅពេលដែលកូនអាយុ9ទៅ10ខែបើសិនជាគាត់មានបញ្ហាក្នុងការយឺតយ៉ាវផ្នែកណាមួយដែលនេះខ្ញុំរៀបរាប់សូមប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលាហើយជាចុងក្រោយនេះខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ